បាទជំរាបសួរទូទាំងអ្នកជនដែលកំពុងតាមដានទស្សនាកម្មវិធីព័ត៌មានដើមអំពិល DAP TV Online សម្រាប់ថ្ងៃសុក្រទី14ខែសីហាឆ្នាំ2015ដែលរៀបរៀងនឹងជម្រាបជូនដោយអ្នកនាងទូចសុកលីដានិងខ្ញុំបាទធីថេងមេតិកាសំខាន់នៃព័ត៌មានថ្ងៃនេះរួមមានផែនទីមកពីគ្រប់មជ្ឈដ្ឋានត្រូវទាំងអស់លើកលែងតែពីផ្ទាំងរបស់ CNRP លោកសុកទូចថាចាំបោះបង្គោលព្រំដែនរួចរាល់ទាំងស្រុងចាំធ្វើវិសោធនកម្មវិត្រាទី2និងព័ត៌មានសំខាន់មួយចំនួនទៀតលំដាប់តទៅនេះលោកធីថេងនិងនាងខ្ញុំទូចសុកលីដាសូមជូនព័ត៌មានពិស្ដាបាទទស្សនិកជនជាទីមេត្រីក្រោយបញ្ចប់នៃការត្រួតពិនិត្យផែនទីដែលបានមកពីមជ្ឈដ្ឋាននានានៅព្រឹកថ្ងៃទី14សីហាប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាលោកបណ្ឌិតសុកទូចបានថ្លែងជាសាធារណៈថាគ្រប់ផែនទីទាំងអស់គឺត្រឹមត្រូវនិងអាចទទួលយកបានតែពីផ្ទាំងរបស់គណៈបក CNRP គឺមានភាពខុសប្លែកគ្នារាយការណ៍បន្ថែមដោយអ្នកនាងសុកវិជ្ជការក្រោយពីបញ្ចប់នៃការត្រួតពិនិត្យផែនទីដែលបានមកពីគ្រប់មជ្ឈដ្ឋាននានានៅព្រឹកថ្ងៃទី14ខែសីហានេះប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតសុកទូចបានប្រកាសជាសាធារណៈថាផែនទីទាំងអស់គឺត្រឹមត្រូវដែលទទួលយកបានលើកលែងតែផែនទីពីរផ្ទាំងរបស់គណៈបកសង្គ្រោះជាតិតែប៉ុណ្ណោះលោកសុកទូចបានថ្លែងបន្ទាប់ពីមើលផែនទីរួចថាផែនទីដែលមានលក្ខណៈដូចគ្នានេះរួមមានផែនទីរបស់រាជរដ្ឋាភិបាលផែនទីរបស់គណៈបកសង្គ្រោះជាតិដែលជាផែនទីបានមកពីវិទ្យាស្ថានឥណ្ឌូចិនប្រទេសបារាំងនិងផែនទីចម្លងរបស់អង្គការសហប្រជាជាតិដែលផ្ញើតាមសារអេឡិចត្រូនិកមកមុននេះជាដើមលោកសុកទូចបានថ្លែងទៀតថាផែនទីផ្ទាំងទី1ដែលជាផែនទីទាំងមូលរបស់កម្ពុជានិងផ្ទាំងមួយទៀតជាផែនទីដែលចូលទៅក្នុងទឹកដីរបស់វៀតណាម26អាយដាម26បាទបាទវាខុសពីបើវាខុសមួយបាទអាមួយទៀតរួមគ្នាយើងអាចបង្ហាញផែនទីរួមនឹងគឺរបស់គណៈបកសង្គ្រោះជាតិហើយមួយទៀតនេះគឺខុសមួយទៀតគឺអត់ពាក់ព័ន្ធទាំងនឹងករណីនេះលោកអ៊ូច័ន្ទរិទ្ធតំណាងរាជគណៈបកសង្គ្រោះជាតិបានលើកឡើងថាលោកនឹងខិតខំស្វះស្វែងរកផែនទីទាំងពីរផ្ទាំងនេះឲ្យបានត្រឹមត្រូវឡើងវិញខ្ញុំចង់បញ្ជាក់រឿងផែនទីដែលប្រើប្រាស់បានជាគាត់នេះមាន26ផ្ទាំង12ផ្ទាំងគឺអត់ត្រូវស្អីដែលអាចទីគាត់បានហើយគាត់ពីផ្ទាំងដូចជាខ្ញុំនឹងជំរាបទៅខាងគណៈបកថាស្រាវជ្រាវរកពីផ្ទាំងថែមទៀតដើម្បីគ្រប់ទាំង22ផ្ទាំងអ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួមពិនិត្យផែនទីនេះព្រឹកមិញនេះរួមមានដូចជាតំណាងប្រសិទ្ធិរដ្ឋសភាមកពីគណៈបកទាំងពីរក្រុមប្រឹក្សាធម្មនុញ្ញរួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលដាក់លិខិតមកកាន់រាជបណ្ឌិតសភាដើម្បីសុំត្រួតពិនិត្យផ្ទាំងផ្ទាត់ផែនទីនេះការត្រួតពិនិត្យលើផែនទីទាំងអស់នេះគ្រាន់តែធ្វើឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះព្រោះផែនទីពីរផ្ទាំងរបស់គណៈបកសង្គ្រោះជាតិមិនទាន់ជាផ្លូវការហើយក៏រងតាមផែនទីរបស់អង្គការសហប្រជាជាតិដែលអង្គការសហប្រជាជាតិសន្យាថានឹងបញ្ជូនមកដល់កម្ពុជាផងដែរចតុស្និកជនជាទីមេត្រីជាថ្មីម្ដងទៀតរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2015នេះបានបញ្ជាក់ថាផែនទីដែលកម្ពុជាខ្ចីពីអង្គការសហប្រជាជាតិនឹងមកដល់នៅថ្ងៃទី18ខែសីហាឆ្នាំ2015នេះនឹងត្រូវប្រគល់នៅព្រឹកថ្ងៃទី20ខែសីហានាវិមានសន្តិភាពកញ្ញាហ៊ួនស្រីលីនធ្វើសេចក្តីរាយការណ៍បន្ថែមពីលើការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជារាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2015នេះបានចេញមកបញ្ជាក់បន្ថែមទៀតថាផែនទីដែលកម្ពុជាខ្ចីពីអង្គការសហប្រជាជាតិនឹងមកដល់នៅយប់ថ្ងៃទី18ខែសីហាឆ្នាំ2015ហើយផែនទីនេះនឹងត្រូវធ្វើពិធីប្រគល់នៅថ្ងៃទី20ខែសីហាវេលាម៉ោង9ព្រឹកនៅវិមានសន្តិភាពពិធីប្រគល់ផែនទីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកហៅណាំហុងដែលជាប្រធានគណៈកម្មាធិការចំពោះកិច្ចក្នុងនោះតំណាងគណៈបកប្រជាជនកម្ពុជា5រូបគណៈបកសង្គ្រោះជាតិ5រូបតំណាងរដ្ឋសភាមកពីគណៈបកសម្លេងភាគច្រើន3រូបមកពីគណៈបកសម្លេងភាគតិចចំនួន3រូបព្រមទាំងតំណាងស្ថាប័នព្រឹទ្ធសភាមកពីគណៈបកប្រជាជនកម្ពុជា3រូបនិងគណៈបកសំរងស៊ី3រូបក៏បានត្រូវបានអញ្ជើញឲ្យចូលរួមទទួលផ្ទៀងផ្ទាត់និងពិនិត្យទៅលើផែនទីដែលផ្ដល់ជូនដោយអង្គការសហប្រជាជាតិនេះក្រៅពីតំណាងគណៈបក
សមាជិករដ្ឋសភានិងប្រសិទ្ធភាពទាំងពីរគណៈបកតំណាងក្រុមប្រឹក្សាធម្មនុញ្ញ2រូបឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម2រូបលោកបណ្ឌិតសុកទូចនិងសហការីនៃរាជបណ្ឌិតសភា3រូបនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួនក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរលោកបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់មកប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនថាផែនទីបោនមួយលើមួយសែនដែលសម្ដេចតេជោស្នើខ្ចីមកផ្ទៀងផ្ទាត់ដើម្បីធ្វើការបោះបង្គោលព្រំដែននោះគឺរកមិនឃើញនោះទេតែលោកបានគីមូនបានផ្ដល់នៅផែនទីមួយផ្សេងជំនួសវិញដែលមានទម្រង់ជា Digital អាចប្រើជាប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ធ្វើការផ្ទៀងផ្ទាត់និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងបើតាមលោកបានគីមូនតាមគោលការណ៍បណ្ណាល័យដាក់ហាម៉ាស្កូសូមិនអនុញ្ញាតឲ្យខ្ចីផែនទីដែលស្ថិតក្រោមការរក្សារបស់ខ្លួននោះទេប៉ុន្តែបន្ទាប់ពីពិគ្រោះយោបល់ជាមួយស្ថានតំណាងអចិន្ត្រៃយ៍របស់កម្ពុជាបណ្ណាល័យបានព្រមប្រគល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើលក្ខខណ្ឌនិងការយោគយល់នានាសម្ដេចតេជោហ៊ុនសែនក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិភ្នំពេញកាលពីថ្ងៃទី13ខែសីហាឆ្នាំ2015បានបញ្ជាក់ថាផែនទីដែលអង្គការសហប្រជាជាតិប្រគល់មកឲ្យកម្ពុជាជាផែនទីដែលរដ្ឋាភិបាលខ្មែរដាក់ប្តឹងអាមេរិកទៅអង្គការសហប្រជាជាតិក្នុងអំឡុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ60គឺប្តឹងពីការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជាប៉ុន្តែយើងបែរជាបានរកឃើញគេបានរកឃើញនៅផែនទី18ផ្ទាំងជាផែនទីដែលរាជរដ្ឋាភិបាលជាន់នោះបានប្តឹងទៅអង្គការសហប្រជាជាតិនៅពេលដែលមានការឈ្លានពានកើតឡើងទាំងតាមអាកាសទាំងតាមគោកនិងតាមទឹកដែលយើងក៏មាននៅក្នុងបណ្ណាសានៅទីក្រុងភ្នំពេញលិខិតទៅថ្ងៃណាអីថ្ងៃណាយើងមានបណ្ណាសាយើងមានឯកសារនៅក្នុងបណ្ណាសាណាដែលមាននៅក្រសួងការបរទេសរាល់ថ្ងៃនេះហើយផែនទីដែលនឹងបញ្ជូនមកនោះគឺដែលយើងទទួលបានមុនជាផែនទីតាមរយៈគេហៅថា digital អាគេថតគឺមានដាក់ចំណុចនៃក្របបែកធ្លាក់ប៉ុន្តែនេះក៏វាជាមូលដ្ឋានសំអាងមួយថាកម្ពុជាពេលនោះទទួលស្គាល់ព្រំដែនត្រឹមប៉ុណ្ណឹងគោបញ្ជាក់ថាសម្ដេចតេជោហ៊ុនសែនដើម្បីពន្លត់នៅកំហឹងជាតិនិយមជ្រុលកើតចេញពីការញុះញង់ក្នុងសំណុំរឿងព្រំដែនក៏ដូចជាចង់បញ្ជាក់ពីភាពស្អាតស្អំនិងភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនោះសម្ដេចបានសម្រេចចិត្តធ្វើលិខិតរហូតដល់ទៅ4ច្បាប់កាលពីខែមិថុនាកន្លងទៅនេះផ្ញើទៅកាន់លោកបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក François Hollande ប្រធានាធិបតីបារាំងនិងលោកបារ៉ាក់អូបាម៉ាប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដើម្បីសុំខ្ចីផែនទីក៏ដូចជាអ្នកជំនាញយកមកពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជាបាទទស្សនិកជនជាទីមេត្រីជាថ្មីម្ដងទៀតប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាលោកបណ្ឌិតសុកទូចបានថ្លែងនៅព្រឹកមិញនេះឲ្យដឹងថាកម្ពុជាត្រូវបញ្ចប់នៃការចុះបោះបង្គោលព្រំដែនឲ្យរួចរាល់ជាមុនសិនមុននឹងធ្វើវិសោធនកម្មនៃមាត្រា2នៃច្បាប់រដ្ឋធម្មនុញ្ញរាយការណ៍បន្ថែមដោយលោកបានសុរិទ្ធប្រធានក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតសុកទូចបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2015ថាកម្ពុជាត្រូវបោះបង្គោលព្រំដែនឲ្យបានចប់សពគ្រប់ជាមុនសិនចាំធ្វើវិសោធនកម្មមាត្រាទី2នៃច្បាប់រដ្ឋធម្មនុញ្ញលោកបណ្ឌិតសុកទូចបានមានប្រសាសន៍បន្តថាពេលដែលកម្ពុជាបោះបង្គោលព្រំដែនចប់ទាំងស្រុងហើយគណៈបកនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាត្រូវធ្វើសេចក្តីទុកចិត្តពីសភាដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រាទី2ជៀសវាងការមិនទទួលស្គាល់ពីសំណាក់គណៈបកនយោបាយផ្សេងទៀតវិសោធនកម្មនៅពេលដែលបញ្ចប់ការបោះព្រំដែនទាំងស្រុងកាលណាបោះប្រមាណថាគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនឥឡូវក៏កាន់នៅក្នុងសភាចុះថ្ងៃក្រោយបើគាត់អត់ធ្វើសេចក្តីប្រតិធានឬក៏ជំនឿទុកចិត្តអំពីសភាអ្នកឡើងមកក្រោយគាត់ថាខ្ញុំអត់ទទួលស្គាល់ផងពួកខ្ញុំបានធ្វើពួកដើម្បីយកបញ្ហានយោបាយមកដាក់តើយ៉ាងដូចម្តេចប្រធានក្រុមអ្នកស្រាវជ្រាវរូបនេះបានបន្ថែមថាបើសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិមិនធ្វើសច្ចាប្រណិធាននិងសុំសេចក្តីទុកចិត្តពីសភានោះទេគឺប្រវត្តិសាស្ត្រនឹងផ្ដន់ទោសព្រោះថាបើមិនសុំសេចក្តីទុកចិត្តពីអង្គនីតិបញ្ញត្តិគឺរដ្ឋសភានិងប្រសិទ្ធភាពទេការបោះបង្គោលព្រំដែនគ្មានន័យ
សូមបញ្ជាក់ថាការផ្ដល់អនុសាសន៍ដើម្បីធ្វើវិសោធនកម្មត្រង់មាត្រាទី2នៃច្បាប់រដ្ឋធម្មនុញ្ញរបស់លោកបណ្ឌិតសុកទូចនេះត្រូវបានមជ្ឈដ្ឋាននានាដែលមានទាំងគណៈបកនយោបាយអង្គការសង្គមស៊ីវិលអ្នកវិភាគសង្គមនិងប្រជាពលរដ្ឋបានរិះគន់ទៅលើរូបលោកជាខ្លាំងដោយអ្នកខ្លះលើកឡើងថាការធ្វើដូចនេះគឺជាទង្វើក្បត់ជាតិនិងកាត់មូលតម្រឹមក្បាលជាដើមចតុស្និកជនជាទីមេត្រីលោកកែមលីអ្នកវិភាគនយោបាយនិងសង្គមបានថ្លែងថាករណីសមាជិកព្រឹទ្ធសភាក៏ដូចជាមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិលោកហុងសុខហួរអាចធ្វើការកែប្រែពាក្យសម្ដីឬសុំទោសទៅរដ្ឋាភិបាលជាសាធារណៈបានមិនចាំបាច់ធ្វើការដកអភ័យឯកសិទ្ធិឬតាមចាប់ខ្លួនអ្វីនោះទេកញ្ញាសយច័ន្ទលក្ខណាធ្វើសេចក្តីរាយការណ៍លោកកែមលីអ្នកវិភាគសង្គមនិងនយោបាយបានថ្លែងថាក្នុងករណីសមាជិកព្រឹទ្ធសភាគណៈបក្សសំរងស៊ីនិងជាមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិលោកហុងសុខហួរអាចឲ្យកែតម្រូវពាក្យសម្ដីនិងធ្វើការសុំទោសរដ្ឋាភិបាលជាសាធារណៈមិនចាំបាច់ដល់អភ័យឯកសិទ្ធិនិងតាមចាប់ខ្លួននោះទេលោកហុងសុខហួរត្រូវបានចាប់ប្រកាន់ថាបានក្លែកបំណុំឯកសារប្រវត្តិសាស្ត្រត្រង់មាត្រា4ពាក់ព័ន្ធទៅនឹងករណីព្រំដែនកម្ពុជាវៀតណាមកាលពីថ្ងៃទី13ខែសីហាឆ្នាំ2015សម្ដេចជួហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាប្រកាសជាសាធារណៈឲ្យកងកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនលោកហុងសុខហួរនៅក្នុងករណីដែលក្លែកបំណុំឯកសារប្រវត្តិសាស្ត្រត្រង់មាត្រា4ពាក់ព័ន្ធករណីព្រំដែនកម្ពុជាវៀតណាមលោកកែមលីបានមានប្រសាសន៍ប្រាប់បញ្ជាមណ្ឌលព័ត៌មានអំពិលនៅថ្ងៃទី14ខែសីហាថាសមាជិកព្រឹទ្ធសភារូបនេះពិតជាបានទទួលស្គាល់ថាបានប្រព្រឹត្តបញ្ហានេះឡើងប៉ុន្តែក្នុងការផ្សព្វផ្សាយនិងក្លែកបំណុំឯកសារមិនអាចរហូតដល់ថ្នាក់ដល់អភ័យឯកសិទ្ធិនិងតាមចាប់ខ្លួននោះទេលោកបន្តថាបើអ្នកនយោបាយបានប្រព្រឹត្តខុសក្រមសីលធម៌អ្នកនយោបាយត្រូវផ្សព្វផ្សាយថាអ្នកនយោបាយមិនល្អប៉ុន្តែការចាប់ដាក់ពន្ធនាគារគឺជារឿងផ្សេងទៀតព្រោះមិនមែនជាករណីចាលួចចាប្លន់នោះទេទោះបីជាឯកសារនឹងមានឧត្តមភាពបណ្ណាក៏ដោយបើយើងប្រៀបធៀបទៅមើលក្រមព្រហ្មទណ្ឌថ្មីឆ្នាំ2010នៅលើមាត្រា440 41 42 43 44 45ហ្នឹងគឺកំហុសហ្នឹងវាតលុបទឹកដីវាតផ្ដាល់តផ្ដាល់ស្បៀងឲ្យកងទ័ពអង្គីដើម្បីគឺក៏ផ្ដាល់ដីមួយផ្នែកណាមួយឲ្យប្រទេសនេះសពបញ្ជាក់ថាកាលពីថ្ងៃទី12ខែសីហាលោកហុងសុខហួរបានបង្ហាញវីដេអូរយៈពេលប្រមាណជា14នាទីបកស្រាយពីបញ្ហាព្រំដែនហើយយកមកបង្ហោះចែកចាយលើទំព័របណ្ដាញសង្គម Facebook របស់លោកសំរងស៊ីដែលបានធ្វើការបកស្រាយមាត្រា4នៃសន្ធិសញ្ញាបំពេញបន្ថែមថាភាគីទាំងពីរនឹងធ្វើកិច្ចចរចាដើម្បីចុះហត្ថលេខាសម្រាប់រំលាយព្រំដែនជាប្រទេសទាំងពីរចតុទស្សនិកជនជាទីមេត្រីព័ត៌មានប្រចាំថ្ងៃសុក្រទី14ខែសីហាឆ្នាំ2015ដែលរៀបរៀងនឹងជម្រាបជូនដោយលោកធីថេងនិងនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ខណៈនេះយើងខ្ញុំទាំងពីរនាក់និងសហការីសូមអរគុណសូមជម្រាបលា